បាទបើសិនជាពុកម៉ែបងប្អូនណាដែលមានម៉ូតូទទួលវាបែបនេះបងប្អូនអរគ្នាគឺពេលណាយើងចតទៅវារត់ទៅដួលទេហើយវាផ្អៀងខ្លាំងបាទអញ្ចឹងបងប្អូនអរគ្នាអាចទស្សនាវីដេអូនេះបានបាទវាគឺវាដោយសារចតុលរបស់យើងនឹងវាឡោកបងប្អូនបាទវាឡោកប្រហោងវានឹងវាធ្វើឲ្យម៉ូតូរបស់យើងនឹងវាផ្អៀងបាទតែពេលណាយើងដឹកធ្ងន់ច្រើនឬក៏អង្គុយលើវាយូរឆ្នាំយូរខែទៅវាធ្វើឲ្យចតុលម៉ូតូយើងនឹងវាវាយហើយបងប្អូនបាទដំបូងគឺយើងត្រូវការទូលវីសមួយបងប្អូនបាទយើងយកទូលវីសមកដើម្បីដោះរស័រវាចេញបងប្អូនញាត់តាមខ្ញុំមកហើយទាញវាចុះក្រោមមកគឺវាលបោតហើយអញ្ចឹងបើសិនជារស័រនឹងចាស់គឺបងប្អូនអាចដូររស័រនឹងបានប៉ុន្តែបើរស័រនឹងនៅថ្មីទេយើងមិនបាច់ដូរទេបាទអញ្ចឹងចតុលម៉ូតូនេះគឺឡោកខ្លាំងមែនទែនណាបងប្អូនបាទគឺលលងខ្លាំងមែនទែនអញ្ចឹងយើងត្រូវការដោះប្រឡងនឹងចេញបងប្អូនគឺយើងត្រូវការសោ2គ្រាប់មកដើម្បីដោះអាប្រឡងមួយគ្រាប់នេះចេញបាទសោគឺយើងត្រូវការលេខ17មួយហើយនិងលេខ14មួយបងប្អូនអរគ្នាបាទយើងត្រូវការសោ2នឹងមកដំបូងឡើងគឺយើងយកលេខ14បាទ14ដោះខាងក្រោយបាទយើងដោះវាចេញមកគឺស្រួលដោះទេបងប្អូនបាទគឺវាមិនតឹងប្រហែលទេប៉ុន្តែអាលេខ17ហ្នឹងរៀងតឹងតិចអញ្ចឹងយើងដោះអាលេខ14ហ្នឹងចេញឲ្យផុតមកបងប្អូនអរគ្នាបាទយើងដោះវាចេញមកអញ្ចឹងម៉ូតូរបស់យើងហ្នឹងពេលណាដែលយើងប្រើវាយូរខែយូរឆ្នាំទៅដូចជាយើងអង្គុយលើវាឬក៏ដឹកធ្ងន់ហើយយើងចតវាទុកចោលអានឹងវាធ្វើឲ្យចតុលម៉ូតូរបស់យើងហ្នឹងវាវាចម្ដងតិចម្ដងតិចអញ្ចឹងបងប្អូនបាទអញ្ចឹងយើងដោះអាលេខ17ហ្នឹងមកគ្រាប់ទៀតមកបាទប្រឡងហ្នឹងគឺប្រឡងលេខ17បាទអាក្រោមលេខ14អាខាងលើលេខ17បាទអញ្ចឹងបងប្អូនព្យាយាមដោះវាចេញមកដោយសាររៀងតឹងតិចបងប្អូនបាទបងប្អូនមួយចំនួនគឺគាត់អត់ដឹងថាវាចតុលវាកន្លែងហ្នឹងទេដល់ពេលណាគាត់ចតទុកចោលកន្លែងដីទាបឬក៏ដីសើមអញ្ចឹងវាអាចធ្វើឲ្យម៉ូតូយើងហ្នឹងផ្អៀងដួលតែម្ដងបាទអញ្ចឹងបងប្អូនអរគ្នាអាចទស្សនាវីដេអូនេះបានបាទអញ្ចឹងយើងដកអាលេខ17ហ្នឹងចេញមកបងប្អូនបាទបន្ទាប់មកទៀតយើងទៅមើលអាកចតុលវាបងប្អូនអរគ្នាបាទកចតុលវានេះគឺវាមានប្រហោងធំដែលប្រហោងធំនេះវាធ្វើឲ្យលលងបងប្អូនអរគ្នាបាទអញ្ចឹងយើងត្រូវការដំអាប្រហោងហ្នឹងវាអឹបគ្នាបងប្អូនបាទយើងដំវាឲ្យវាអឹបគ្នាទៅចាំយើងដាក់ចូលទៅវិញអញ្ចឹងអាញួរយើងបងប្អូនបាទអាញួរធំក៏បានអាតូចក៏បានបាទកាន់តែធំកាន់តែល្អបាទទូងវាពីលើឲ្យរៀងខ្លាំងតិចទៅដើម្បីឲ្យវាអឹបគ្នាបងប្អូនបាទអញ្ចឹងបើយើងដំខ្លាំងពេកក៏អត់ល្អដែរដោយសារតែពេលដំខ្លាំងពេកយើងញាត់ចូលទៅវិញវាអត់ចូលបងប្អូនបាទអញ្ចឹងយើងដំមកល្មមទៅបានហើយបាទពេលដំហើយគឺយើងយកទៅដាក់បញ្ចូលវិញមកបងប្អូនបាទដំវាល្មមហើយយើងដាក់បញ្ចូលវិញមកបាទហើយការដាក់បញ្ចូលវិញហ្នឹងគឺអត់ពិបាកទេបងប្អូនបាទដូចតែដោះដែរទេបើយើងដោះកន្លែងណាយើងដាក់កន្លែងហ្នឹងវិញមកបងប្អូនបាទអញ្ចឹងយើងញាត់វាទៅបាទពេលណាយើងញាត់វាឲ្យត្រូវប្រហោងហើយគឺយើងញាត់អាប្រឡងលេខ17ដែលយើងមុតដោះមុនហ្នឹងបងប្អូនណាគឺយើងញាត់ទៅវិញទៅបាទញាត់ទៅវិញញាត់ស្រួលទេបងប្អូនបាទយើងគៀកវាទៅគឺវាចូលហើយបាទដំបូងគឺយើងត្រូវរឹតលេខសោ17នឹងមុនសិនណាបងប្អូនបាទយើងរឹតធ្វើម៉េចឲ្យវាអឹបចុះទៅក្រោមបន្ទាប់មកទៀតបានយើងរឹតលេខ14តាមក្រោយបាទអញ្ចឹងយើងរឹតលេខអា17នឹងឲ្យតឹងមកបងប្អូនបាទបន្ទាប់មកទៀតអាប្រឡងលេខ14ដែលយើងដោះទុកមុនហ្នឹងគឺយើងយកមករឹតតាមក្រោយមកបងប្អូនបាទហើយអាលេខ14នឹងដែរគឺយើងត្រូវការរឹតវាឲ្យណែនណាបងប្អូនបាទកុំឲ្យលលងយើងរឹតមកអស់ដៃមកអញ្ចឹងបាទយើងរឹតឲ្យខ្លាំងមកបាទវិធីធ្វើនេះដូចជាមិនពិបាកទេបងប្អូនអរគ្នាបាទបងប្អូនគ្នាអាចធ្វើនៅផ្ទះដោយខ្លួនឯងបានគឺមិនពិបាកនោះទេអញ្ចឹងបងប្អូនថ្ងៃក្រោយលេងភ័យអារឿងផ្អៀងរឿងដួលទៀតហើយអញ្ចឹងបងប្អូនធ្វើឲ្យរឹតវាវិញមកបាទបន្ទាប់មកទៀតគឺយើងដាក់រស័របាទរស័រវាហ្នឹងគឺយើងដាក់ពីលើមកមុនបងប្អូនបាទអញ្ចឹងដាក់តាមខ្ញុំនេះទៅគឺយើងដោះកន្លែងណាគឺយើងដាក់កន្លែងហ្នឹងវិញអញ្ចឹងមិនពិបាកនោះទេបាទឥឡូវយើងដាក់ពីលើមកវិញមកបន្ទាប់មកអាទូលវីសរបស់យើងហ្នឹងបាទយើងតាក់នឹងអាខាងក្រោមដើម្បីញាត់វាទៅក្រោមបងប្អូនបាទអញ្ចឹងយើងតាក់ហើយយើងទាញមកគឺវាជាប់ហើយបងប្អូនអញ្ចឹងគឺមិនពិបាកទេបាទដល់ពេលណាដែលយើងដាក់ធ្វើវាហើយគឺវាណែនមែនទែនបាទបងប្អូនទាំងគ្នាបាទគឺវាណែនដូចថ្មីអញ្ចឹងវាលេងលលងដូចមុនទៀតហើយបងប្អូនបាទហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរបងប្អូនទាំងគ្នាបាទសូមកុំភ្លេចជួយចុច like ចុច share ម្នាក់មួយផងបើគិតថាវីដេអូនេះមានប្រយោជន៍ជួបគ្នានៅវីដេអូក្រោយ